ចង់នៅអ្វីដែលចង់ប្រាប់ពុកម៉ែបងប្អូនអញ្ចឹងឈើមានតម្លៃខ្លឹមច័ន្ទខ្មែរយើងຂະຫນາດរបស់វាគឺប្រព័ន្ធកដៃគឺតម្លៃវាល្អក្នុងទីផ្សាររបស់វាចូលក្នុង1គីឡូ$10000ទៅ$100,000ឈើប្រភេទហ្នឹងគឺឆ្នៃហើយមានតម្លៃថ្លៃបាទបងប្អូននេះគឺជាឈើប្រភេទដែលកម្រនឹងជួបឥឡូវយើងមកដល់ទីតាំងកន្លែងឆ្នៃក្លឹមច័ន្ទដូចអ្វីដែលបងប្អូនបានឃើញនេះគឺជាក្លឹមដែលគេយកមកពីចំការយើងហ្នឹងហើយមកគេប៉ង់ជាកង់កំហើយបាទគេយកមកឆ្នៃទីទូចចាស់ប៉ុណ្ណឹងជាងឆ្នៃចឹងទៅណាអ្វីដែលយើងចង់ណែនាំបន្ថែមទៅទៀតហ្នឹងគឺឈើមួយចំនួនយើងដូចជាឈើប្រភេទនេះគឺយើងយកទៅឈើដូចជាអុសឬក៏ឆ្ងោហ្នឹងតែអ្វីដែលយើងបានមកវិញមកទៀតគឺមានប្រភេទមួយទៀតគេហៅថាសរសៃប្រេងអញ្ចឹងសរសៃប្រេងនេះគឺយកទៅធ្វើជាឆ្ងោយកទៅជាប្រេង grade A grade B ចឹងទៅណាដែរហើយនៅអ្វីដែលបងប្អូនបានឃើញហ្នឹងគឺដើមឈើក្លឹមច័ន្ទខ្មែរយើងហ្នឹងមានតម្លៃតាំងពីក្រមរហូតដល់ចុងស្លឹកដូច្នេះយើងអត់ចោលទេបាទយើងគ្រប់បែបយ៉ាងមានផលប្រយោជន៍នេះគឺជាការកែច្នៃក្លឹមច័ន្ទដែលមានតម្លៃខ្ពស់បាទគឺ grade បែបនេះមានតម្លៃថ្លៃបាទຂະຫນາດរបស់វាគឺប្រព័ន្ធកដៃគឺតម្លៃវាល្អក្នុងទីផ្សាររបស់វាចូលក្នុង1គីឡូ$10000ទៅ$100,000ឈើប្រភេទហ្នឹងគឺឆ្នៃហើយមានតម្លៃថ្លៃបាទបងប្អូននេះគឺជាឈើប្រភេទដែលកម្រនឹងជួបប្រទះនៅក្នុងមួយចំការគឺវាមានទៅតាមអ្វីដែលយើងពេញសនាបានជួបគឺបានយើងបានប្រភេទហ្នឹងបាទ100ដើមអាចប៉ះតែមួយដើមទេបាទបងប្អូនកន្លែងដែលគេឆ្នៃក្លឹមច័ន្ទនេះគឺការសម្អាតឈើខ្លះដូចជាមានកំទេចសឬក៏មានអ្វីដែលហៅថាសត្វដែលស៊ីទៅវាសេះសល់គេយើងសម្អាតរបស់វា clean ឲ្យវាស្អាតទៅរួចហើយបើគេយកមកដាក់មួយដុំចំណែកនេះវិញគឺអ្វីដែលយើងចង់ប្រាប់គឺដូចអ្វីដែលយើងឃើញអញ្ចឹងគឺហ្នឹងគឺជាឈើដែលបើយើងឲ្យយកចំទៅនេះគឺជាកំទេចឈើដែលគេត្រូវយកសម្អាតរបស់វាចោលដើម្បីឲ្យវាល្អ100%ដូចអ្វីដែលឃើញអញ្ចឹងបាទវាជាកន្លែងស្នៃសម្អាតស្អាតឈើដែលសិប្បកម្មនឹងកន្លែងកែច្នៃរបស់យើងហ្នឹងគឺច្នៃមកបាត់ប្រភេទឈើ grade A របៀបហ្នឹងបាទហើយឈើប្រភេទបែបហ្នឹងគឺមានអាយុចាប់ពី10ឆ្នាំឡើងទៅដល់15ឆ្នាំបូកស៊ូមជាមួយនឹងការចោះនឹងច្នៃរបស់វាហ្នឹងរយៈពេលពី1ឆ្នាំរហូតដល់5ឆ្នាំប្រភេទឈើបែបហ្នឹងបើសិនជាយើងទុកកាន់តែយូរគុណភាពរបស់វារឹតតែល្អបាទចង់នៅអ្វីដែលចង់ប្រាប់ពុកម៉ែបងប្អូនអញ្ចឹងឈើមានតម្លៃក្លឹមច័ន្ទខ្មែរយើងនេះគឺជាប្រភេទប្រេងដែលយើងចំណេញចេញមកហើយមានតាំង5ដល់10ថ្ងៃម៉ោង30ថ្ងៃ2ខែរហូតដល់3ខែក៏មានដែរបងប្អូននេះគឺជាប្រភេទដែលយើងមូលហេតុដែលយើងត្រាំដូច្នេះដោយសារយើងត្រូវការក្លិនទៅឲ្យក្លិនខុសគ្នាបាទបងប្អូនអានេះគឺជាតិចដូចគ្រាន់តែអ្វីដែលខ្ញុំចង់និយាយនេះគឺចង់និយាយប្រាប់ពុកម៉ែបងប្អូនថានេះគឺជាប្រភេទក្លឹមច័ន្ទដែលគេចំណេញរួចរាល់ហើយនៅទីផ្សារលើពិភពលោកអ្វីដែលគេប្រើប្រាស់នោះគឺឃើញគេប្រើពួកអារ៉ាប់ហ្នឹងគេចុចចឹងណាបងប្អូនណាហើយគេមានមកគេមកបៀកជាមួយនឹងដៃរបស់យើងនេះគឺជាវិធីប្រើគេបៀកចឹងមកបាទផ្អែមស្រទន់គឺជាផលិតផលមួយខ្ញុំចង់ឲ្យពុកម៉ែបងប្អូនចាប់អារម្មណ៍ទៅលើការដាំដើមក្លឹមវាគឺជាប្រភេទដើមដែលពូជខ្មែរយើងដែលទីផ្សារនៅទីផ្សារអារ៉ាប់ហ្នឹងគេត្រូវការបំផុតបាទអរគុណមកជម្រាបលាបាទ